ឥឡូវយើងមកមើលអំពីប្រព័ន្ធផ្កាយនៅក្នុងឆ្នាំ2026ណាសម្រាប់ឆ្នាំមមីនេះគឺផ្កាយលេខ1ដែលជាផ្កាយលុយនេះគឺចរចំនៅទីតាំងកណ្ដាលផ្ទះផ្កាយនេះល្អសម្រាប់អ្នកដែលមានរបរលក់ដុំឬក៏នាំចេញនាំចូលណាឬទិញដុំលក់រាយឬទិញរាយលក់រាយដែលធ្វើឲ្យគាត់នឹងទទួលបានចំណេញឬក៏ទទួលបានលាភពីផ្កាយលេខ1នេះគឺលុយលក្ខណៈដុំតែម្ដងដើម្បីបន្ថែមលាភនៅទីតាំងកណ្ដាលផ្ទះយើងអាចប្រើប្រាស់ជាលោហៈឬទឹកណាដូចក្នុងរូបនេះដែលខ្ញុំដាក់អញ្ចឹងគឺយើងប្រើប្រាស់ផ្តិលស្ពាន់ឬផ្តិលខាត់ឬក៏ផ្តិលដែកណាដាក់ទឹកខាងក្នុងនោះយកទៅដាក់នៅទីតាំងកណ្ដាលផ្ទះក្នុងករណីណាផ្ទះពុកម៉ែបងប្អូនដែលមានទីជអ៊ីឬជំនាញផ្ទះនៅចំទីតាំងកណ្ដាលផ្ទះយើងអាចប្រើប្រាស់ជាផ្តិលឬក៏ពាងទឹកពីរសងខាងណានៅទីតាំងកណ្ដាលផ្ទះតែពាងទឹកនោះគឺត្រូវធ្វើពីស្ពាន់ណាតែក្នុងទស្សនវិជ្ជាជាក់ស្ដែងឬភាពជាក់ស្ដែងនៅតាមផ្សារគឺជាទូទៅពាងទឹកទាំងអស់នោះគឺគេលាបពណ៌មាសប៉ុន្តែគឺធ្វើចេញអំពីដីដុតទេណាក្នុងករណីពុកម៉ែបងប្អូនមានពាងបែបនោះគឺយើងអាចដាក់ទឹកហើយយើងបន្ថែមកាក់ស្ពាន់ចំនួន1កាក់នៅសងខាងណាឬ6កាក់សងខាងហើយសម្រាប់ទីជាអ៊ីនៅក្នុងឆ្នាំ2026នេះដើម្បីបន្ថែមលាភសំណាងឲ្យកាន់តែហេងនោះគឺអាចប្រើប្រាស់ជាថូហើយដាក់ទឹកហើយមានដើមរាសី9ដើមសងខាងណានឹងធ្វើឲ្យយើងរឹតតែហេងខ្លាំងណាចំពោះទីជាអ៊ីចំកណ្ដាលផ្ទះ